ថ្មនៃជំនួយនៅបាតនៃ Ebes ជាការល្អសម្រាប់ទូលបង្គំដែលទូលបង្គំរងទុកទូលបង្គំអាចរៀនច្បាប់របស់ទ្រង់ទំនុកដំកើង119ខ្ទី71ស្លំមិត្តជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូគ្រីស្ទនិយាយដោយស្មោះត្រង់ខ្ញុំមិនគិតថាមាននរណាម្នាក់ចូលចិត្តរងការជិះជាន់ដូចនៅក្នុងការអាននាពេលបច្ចុប្បន្ននេះទេប៉ុន្តែសូមឲ្យយើងរៀនយល់និងរស់នៅហើយថែមទាំងរស់នៅដោយការដឹងគុណរបស់យើងដោយស្មោះនិងអស់ពីចិត្តនៅពេលដែលយើងត្រូវបានគេជិះជាន់កាត់កែងគ្មានផ្ទះសម្បែងភាពអាម៉ាស់ហើយនៅពេលដែលជំងឺរបស់យើងមិនជាសះស្បើយដើម្បីឲ្យខ្ញុំបានរៀនច្បាប់របស់ទ្រង់ទំនុកដំកើង119:71មនុស្សជាច្រើនមានអារម្មណ៍ថាគ្មានវិញ្ញាណទាំងស្រុងនៅពេលដែលពួកគេធ្លាក់ដល់បាតនៃទុក្ខលំបាកភាពអាម៉ាស់និងការរងទុក្ខវេទនាការរងទុក្ខរបស់ពួកគេជារឿយត្រូវបានពង្រេកដោយអ្នកដើរតាមព្រះគ្រីស្ទដែលមានទស្សនៈតូចចង្អៀតអំពីអ្វីដែលអ្នកជំងឺកំពុងឆ្លងកាត់ហើយហេតុអ្វីបានជាវាកើតឡើងទោះជាយ៉ាងណាក៏ដោយព្រះវរបតាស៊ូករបស់យើងមានសេចក្តីសមរីករាយជាមួយនឹងលទ្ធផលដែលទ្រង់ចង់សម្រេចបានពីដំណើរការដ៏ឈឺចាប់នេះខ្ញុំសូមអញ្ជើញលោក Christian Suharto ពី Badaravajawalanya Sentara Baroness មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kizia Batera Case ដើម្បីលើកការសរសើរដូចខាងក្រោមខ្ញុំស្រឡាញ់អ្នកព្រះយេស៊ូវដោយអស់ពីចិត្តខ្ញុំស្រឡាញ់អ្នកព្រះយេស៊ូវដោយអស់ពីព្រលឹងខ្ញុំរំពឹងលើព្រះបន្ទូលរបស់អ្នកទាំងយប់ទាំងថ្ងៃខ្ញុំកាន់បញ្ញត្តិរបស់អ្នកហើយខ្ញុំដឹងពីគោលបំណងរបស់អ្នកដែលរស់នៅដោយអាថ៌កំបាំងអស់ព្រះជាម្ចាស់ហើយល្អសម្រាប់ទូលបង្គំដែលទូលបង្គំរងទុក្ខលំបាកដើម្បីឲ្យទូលបង្គំបានរៀនច្បាប់របស់ព្រះអង្គទំនុកដំកើង119:71ខ្ញុំយល់ពីខ្លឹមសារនៃអត្ថបទបន្ទាប់នៅពេលនោះខ្ញុំមានអាយុ30ឆ្នាំខ្ញុំបានក្លាយជាភរិយានិងម្ដាយដែលលះបង់ជាកម្មករអំជាមួយស្វាមីរបស់ខ្ញុំជីវិតខ្ញុំឈានទៅរកសេចក្តីវិនាសធ្លាក់ទៅក្នុងទីជ្រៅពោលគឺការវិនាសនៃអាកប្បកិរិយាដែលបន្តពឹងលើខ្លួនឯងប៉ុន្តែទីបំផុតខ្ញុំបានជួបនឹងការធូរស្បើយដ៏ចម្លែកមួយបន្ទាប់ពីធ្លាក់ទៅលើថ្មនៅខាងក្រោមជ្រោះនៅទីនោះខ្ញុំបានរកឃើញវាមួយដែលមិននឹកស្មានដល់ថ្មដែលខ្ញុំបានដួលនោះគឺគ្មាននរណាក្រៅពីព្រះម្ចាស់យេស៊ូគ្រីស្ទផ្ទាល់ទេដោយការចុះចាញ់ចំពោះទ្រង់តែម្នាក់ឯងខ្ញុំមានឋានៈមួយដើម្បីកសាងជីវិតដែលនៅសល់របស់ខ្ញុំឡើងវិញលើកនេះជាអ្នកដែលពឹងលើទ្រង់មិនមែនជាអ្នកដែលពឹងលើខ្លួនខ្ញុំនោះទេបទពិសោធន៍នោះនៅបាតជ្រៅបំផុតគឺជាចំណុចរបត់មួយនិងជាការអភិវឌ្ឍខាងវិញ្ញាណដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់ខ្ញុំសូមប្រសិទ្ធពរជ័យសិរីមង្គលអាមែនការបំផុសគំនិតថ្ងៃនេះនៅពេលដែលអ្នកដើរតាមព្រះគ្រីស្ទធ្លាក់លើថ្មនៅបាតនៃទីជ្រៅបំផុតគាត់នឹងឃើញថាព្រះគ្រីស្ទគឺជាគ្រឹះដ៏រឹងមាំ